មេរៀនមួយដែលយើងរៀនបានពីកាហ្វេយើងអត់ចាំបាច់ត្រូវតែ sweet ត្រូវតែមានពណ៌ស្រស់ស្អាតទើបមានគេចង់បានយើងទេដូចកាហ្វេអញ្ចឹងឡើងខ្មៅងឹតផឹកទៅល្វីងតែអ្នកខ្លះអត់ហូបបាយផឹកតែកាហ្វេក៏មានដែរតាមពិតទៅខ្ញុំគ្រាន់តែចង់ remind អ្នកទាំងអស់គ្នាចេះទោះបីយើងខ្មៅយើងសយើងទៀបយើងទឿក៏ដោយមិនមែនភ្នែកគ្រប់គ្នាមើលមកយើងគឺស្ទើរខុសយើងមានអា unique beauty នឹងរៀងខ្លួនគ្រាន់តែពេលខ្លះយើង find style ខ្លួនឯងអត់ទាន់បានអញ្ចឹងបើសិនជារកខ្លួនឯងអត់ទាន់ឃើញទេព្យាយាមដោះស្រាយសម័យកាលនឹងដូចធ្វើលំហាត់អញ្ចឹងបដូរ style ពី A ទៅ B ពី B ទៅ C ពី C ទៅ D អញ្ចឹងទៅបដូរយ៉ាងម៉េចរហូតដល់តែភ្នែកខ្លួនឯងមើលឃើញថាខ្លួនឯងស្អាតភ្នែកខ្លួនឯងមិនមែនភ្នែកអ្នកដទៃទេបងប្អូនទាំងអស់គ្នាអាសាឡាមអាឡៃគុំជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានស្ដាប់ឮសំឡេងបងស្រីដែលគាត់និយាយរៀបរាប់ខ្លះហើយអញ្ចឹងណាតើបងប្អូនមានអារម្មណ៍មិនដែរហើយចំពោះខ្ញុំគឺមានន័យថាអារម្មណ៍របស់ខ្ញុំហ្នឹងគឺថាធូរស្រាលមែនទែនហើយភ្ញាក់ខ្លួនឲ្យព្រឺតអញ្ចឹងណាបងប្អូនទាំងអស់គ្នាតាមពិតទៅការស្រឡាញ់ខ្លួនឯងវាមិនអាត្មានិយមទេណាបងប្អូនណាការស្រឡាញ់ខ្លួនឯងមានន័យថាយើងផ្ដល់តម្លៃនិងគោរពចំពោះខ្លួនឯងហ្នឹងហើយវាអត់មានន័យថាអាត្មានិយមទេហាអើយដើម្បីធ្វើវាបានយើងគ្រាន់តែឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃត្រូវចេះគោរពការពារខ្លួនឯងដោយហ៊ានបដិសេធរាល់សំណើទាំងឡាយណាដែលធ្វើឲ្យយើងនឹងមិនសប្បាយចិត្តឬប៉ះពាល់ផ្លូវចិត្តរបស់យើងរៀនអត់ឱននិងអភ័យទោសកំហុសរបស់ខ្លួនឯងហើយចាប់ផ្ដើមសារជាថ្មីត្រូវថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តខ្លួនឯងឲ្យបានល្អហើយអ្វីដែលសំខាន់ត្រូវបំពេញក្តីស្រមៃក្តីស្រឡាញ់ខ្លួនឲ្យខ្លួនឯងជាមុនសិនទៅយើងនឹងមានកម្លាំងក្នុងការចែករំលែកទៅកាន់អ្នកដទៃបានមែនអត់បងប្អូនទាំងអស់គ្នាអញ្ចឹងពាក្យពេចន៍ខ្លះដែលខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតត្រង់ចំណុចណាសូមបងប្អូនអធិស្ឋានផងហើយក្នុងវីដេអូនេះដែរគ្រាន់តែចងក្រងពាក្យពេចន៍ពីរោះលើកទឹកចិត្តខ្លួនឯងហើយក៏លើកទឹកចិត្តដល់បងប្អូនដែរអញ្ចឹងណានឹងយើងស៊ូទៅមុខទាំងអស់គ្នាเนาะហើយវីដេអូនេះដែរចងក្រងទុកឲ្យអមាល់មើលការគាត់នៅតូចអញ្ចឹងណាហ្នឹងហើយម៉ាក់នាំទៅណាទៅណីអញ្ចឹងទៅហើយហ្នឹងហើយដូចជាបងប្អូនខ្លះគាត់ផលិតវីដេអូគាត់បាក់ទឹកចិត្តអីចឹងដូចខ្ញុំដែរខ្ញុំក៏ធ្លាប់បាក់ទឹកចិត្តដែរបងប្អូនប៉ុន្តែអ្វីដែលយើងដាក់គោលដៅហើយយើងគ្រាន់តែធ្វើយឺតបន្តិចក៏វាមិនអីដែរបងប្អូនเนาะយើងបានធ្វើលឿនបានជោគជ័យក៏យើងទុកវីដេអូហ្នឹងសម្រាប់តកូនតចៅរបស់យើងឲ្យគាត់មើលអញ្ចឹងណាជាអនុស្សាវរីយ៍គាត់នៅតូចយើងនាំគាត់ទៅដើរលេងឯណាញ៉ាំអីហ្នឹងហើយផ្ដល់សេចក្តីគេហៅថាគេផ្ដល់ភាពកក់ក្ដៅដល់គាត់ហ្នឹងហើយអធិស្ឋានផងសំឡេងខ្ញុំហ្នឹងវារៀងត្រង់ត្រដិតបន្តិចចឹងណាបងប្អូនទាំងអស់គ្នាធម្មតាមែនអត់ហ្នឹងហើយនិយាយខ្មែរនិយាយលាយសាសគេទៅចុះឡើងទៅវាខួរក្បាលវារៀងមិនសូវអាប់គេហៅអីគេមិនសូវ loading ណាបងប្អូនមិនសូវជាគេថានិយាយទៅរអិលល្មងទេហ្នឹងហើយនេះគឺវីដេអូដែលខ្ញុំទៅជាមួយអ៊ំម៉ាល់កាលខ្ញុំអត់ទាន់ទងន់អញ្ចឹងណាហ្នឹងហើយនាំអ៊ំម៉ាល់ហើយនឹងគ្រួសារខ្ញុំគាត់ទៅ meeting ហ៎បងប្អូនអញ្ចឹងខ្ញុំ follow គាត់ទៅដែរហើយហ្នឹងហើយក៏គាត់អង្គុយមកតុកយើងអង្គុយមកតុកអញ្ចឹងណាគាត់ meeting ហើយយើងមានទៅ meeting អីយើងទៅញ៉ាំកំដរគាត់អញ្ចឹងនឹងហើយជិះផ្លូវឆ្ងាយផងហើយកូនប្រុសនេះគាត់ចង់ញ៉ាំនំញ៉ាំអីចឹងណាហើយវីដេអូនេះខ្ញុំធ្លាប់ដូចផុសក្នុង page ខ្ញុំហ៎បងប្អូនទាំងអស់គ្នាបើបងប្អូនតាមដាន page របស់ខ្ញុំហ្នឹងគឺធ្លាប់ឃើញវីដេអូនេះមែនអត់ប៉ុន្តែវានៅក្នុង album ដូចជាច្រើនពេកអញ្ចឹងចង់ជូជីវាខ្លះអញ្ចឹងយកមកកាត់តមុននឹងជីវាអញ្ចឹងណាហើយនេះហ្នឹងហើយ meeting ជាមួយនឹងហាជីហ្នឹងហើយវីដេអូនេះនឹងជាមួយនឹងដាទីនហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អហើយជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នាណាជួបខ្ញុំនៅវីដេអូក្រោយអាសាឡាមអាឡៃគុំជម្រាបលាបងប្អូនទាំងអស់គ្នា